លោក Donald J. Trump លុបចោលផែនការយកថ្លៃឆ្លងកាត់ច្រកសមុទ្រ Hormuz 20% ក្រោយមេដឹកនាំអារ៉ាប់ស្នើសុំស្របពេលអាមេរិកបើការវាយប្រហារនឹងបិទគប់អ៊ីរ៉ង់ជាថ្មីស្ថានភាពយោធានិងសន្តិសុខនៅតំបន់បស្ចិមបូព៌ាបានរុញច្រានមកដល់ចំណុចប្រកាសអាសន្នកម្រិតខ្ពស់បំផុតហើយនិងកំពុងឡើងកម្ដៅយ៉ាងខ្លាំងក្លាបន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចបើកប្រតិបត្តិការវាយប្រហារយោធានិងប្រកាសបិទគប់ផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ព្រមទាំងរងការវាយបកសងសឹកតាមរយៈការប្រើប្រាស់ដ្រូនអតិឃាតយ៉ាងចាស់ដៃបំផុតនេះបើយោងតាមការចុះផ្សាយសារព័ត៌មាន BBC និង Bloomberg នៅថ្ងៃទី15ខែកក្កដាឆ្នាំ2026នេះកងទ័ពសហរដ្ឋអាមេរិកទើបតែបានប្រកាសបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់មួយដងទៀតហើយកាលពីប៉ុន្មានម៉ោងមុននេះគឺត្រឹមតែរយៈពេល1ម៉ោងប៉ុណ្ណោះមុនពេលវិធានការបិទគប់ផ្លូវសមុទ្រជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការនៅវេលាម៉ោង4រសៀលម៉ោងក្នុងស្រុកសហរដ្ឋអាមេរិកតាមបញ្ជារបស់ប្រធានាធិបតីលោក Donald J. Trump ជាមួយគ្នានេះកងទ័ពអាមេរិកបានបញ្ជាក់ថានាវាចម្បាំងចរៅជាង20គ្រឿងព្រមទាំងយន្តហោះយោធារាប់រយគ្រឿងឯនោះត្រូវបានដាក់ពង្រាយជាស្រេចនៅតំបន់បស្ចិមបូព៌ាខណៈដែលអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចេញមុខប្រមានថាការវិលត្រឡប់ទៅរកការបិទគប់របស់អាមេរិកគឺជាការបំផ្លាញកិច្ចព្រមព្រៀងនៃការយោគយល់គ្នាហើយដែលធ្លាប់បានធ្វើរួមគ្នាកន្លងមកទោះជាយ៉ាងណាជុំវិញបញ្ហាសេដ្ឋកិច្ចលោក Donald J. Trump បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាខ្លួនបានផ្លាស់ប្ដូរចិត្តហើយនិងសម្រេចចិត្តលុបចោលផែនការប្រមូលកម្រៃសេវាការពារសន្តិសុខទាំងអស់ឬថ្លៃឆ្លងកាត់ច្រកសមុទ្រ Hormuz ចំនួន 20% វិញហើយបន្ទាប់ពីទទួលការតាក់ទងនិងស្នើសុំពីបណ្ដាមេដឹកនាំនិងបណ្ដាប្រទេសក្នុងតំបន់ឈូកសមុទ្រប៉ែកជាមួយគ្នានេះដែរលោក Donald J. Trump បានប្រាប់ក្រុមសារព័ត៌មានថាសហរដ្ឋអាមេរិកត្រៀមចុះកិច្ចព្រមព្រៀងជាច្រើនជាមួយនឹងប្រទេសអ៊ីរ៉ាក់លើកិច្ចសហប្រតិបត្តិការខួងនិងនាំប្រេងឆៅចេញដើម្បីបង្កើតឱកាសការងារជូនប្រជាជននៃប្រទេសទាំងពីរបន្ថែមពីនេះទៀតនោះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg គឺសហរដ្ឋអាមេរិកកំពុងជំរុញការចរចាសាងសង់បំពង់មហូបប្រេងពីអ៊ីរ៉ាក់ទៅកាន់ប្រទេសស៊ីរីថែមទៀតផងដែលខ្សែផ្លូវវាងថ្មីនឹងជួយវាងការឆ្លងកាត់ច្រកសមុទ្រ Hormuz ព្រមទាំងកាត់បន្ថយឥទ្ធិពលនិងអំណាចតម្លៃរបស់អ៊ីរ៉ង់លើការផ្គត់ផ្គង់ថាមពលពិភពលោកនាពេលអនាគត